នេះជាបញ្ហាមួយដែលម៉ាក់ប៉ាជាច្រើនក៏តែងតែបារម្ភនោះគឺថ្មិញដោះមកមានពីរជួរហេតុផលដែលធ្វើឲ្យថ្មិញកុមារគាត់ដោះមកមានពីរជួរដោយសារតែថ្មិញព្រៃឬក៏ថ្មិញទឹកដោះគាត់ហ្នឹងអត់ព្រមជ្រុះអញ្ចឹងធ្វើឲ្យថ្មិញស្រុកដែលដោះមកថ្មីហ្នឹងវាអត់មានទីតាំងសម្រាប់ឈរជើងក៏វាដោះទៅខាងក្នុងឬខាងក្រៅទៅចំពោះការដោះស្រាយវិញគឺងាយស្រួលមែនតើម៉ាក់ប៉ាគ្រាន់តែយកអូនដែលមានថ្មិញពីរជួរហ្នឹងមកជិតជាមួយតនពេទ្យអញ្ចឹងតនពេទ្យគាត់នឹងធ្វើការដកជាមួយនឹងថ្មិញព្រៃដែលទឹះផ្លូវហ្នឹងចេញនោះថ្មិញស្រុកដែលដោះមកថ្មីវានឹងមានទីតាំងសម្រាប់ដោះចូលវិញហើយមិនបាច់ភ័យទេព្រោះអីការដកថ្មិញព្រៃរបស់គុណក្មេងហ្នឹងគឺវាមិនប៉ះពាល់អីទេក៏អត់ឈឺចាប់ដែរដោយសារឫសថ្មិញព្រៃគឺវាខ្លីៗមែនតើសឹងថាជាប់តែងចាញទេបើសិនជាថ្មិញស្រុកយើងវាដោះមកចំទីតាំងល្អអញ្ចឹងបន្ទាប់ពីវីដេអូនេះហើយសង្ឃឹមថាម៉ាក់ប៉ាទាំងអស់គ្នានឹងយល់ហើយកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់ម៉ាក់ប៉ាដទៃទៀតផងសូមអរគុណច្រើន